នៅក្នុងថ្ងៃនេះយើងមកអានអំពីរាសីណាហើយខ្ញុំនឹងបង្ហាញអំពីរបៀបមើលក្នុងតារាងរាសីតើមើលយ៉ាងម៉េចទើបដឹងថាប្តីឬក៏គ្រួសារយើងមានជនទី3នៅខាងក្រៅនេះគឺជាតារាងរបស់មនុស្សស្រីកើតឆ្នាំជូតមានរាសីមេឃខាងលើភ្លើងយ៉ាងណាទីតាំងនេះណាហើយខែរបស់គាត់កើតចំខែចមានរាសីមេឃខាងលើនេះគឺដីយ៉ាងចំណែកតួថ្ងៃកើតរបស់គាត់គឺគាត់កើតចំថ្ងៃរកាដែលមានរាសីខាងលើនេះគឺឈើយិនចំណែកតួម៉ោងរបស់គាត់ណាចំពោះតួម៉ោងរបស់គាត់កើតចំម៉ោងថោះដែលមានរាសីមេឃខាងលើគឺដីយិនចំពោះម្ចាស់តារាងគឺជាឈើយិនណាដែលមានគ្រោងរាសីទន់ខ្សោយនេះចាស់តារាងចូលចិត្តស្អាតបន្តិចហើយណាចំពោះតួរាសីខាងលើឈើយិនជាមួយដីយិននេះគឺមានការឆុងគ្នាឈើនេះទៅឆុងដីហើយអញ្ចឹងបញ្ជាក់រឿងមួយម្ចាស់តារាងមិនសូវជាត្រូវគ្នាឬកូនចៅនេះមិនសូវស្ដាប់ប្រកបទេណាឥឡូវយើងងាកមើលទៅលើតួថ្ងៃនៅរាសីខាងក្រោមដែលជារកាតួថ្ងៃជាទូទៅយើងដឹងច្បាស់ហើយថាជាតួនៃគូក្រងណានេះគឺរកាហើយចំពោះធាតុមាសគឺជាធាតុទៅពិឃាតឈើតារាងរបស់មនុស្សស្រីយើងដឹងច្បាស់ហើយធាតុពិឃាតគឺជាធាតុប្តីរបស់មនុស្សស្រីឬក៏ធាតុគូក្រងនៅត្រង់ចំណុចនេះគឺបញ្ជាក់ច្បាស់ណារកានេះតំណាងឲ្យសាមីឬប្តីចំពោះតួរកានៅលើតួថ្ងៃបានទៅឆុងនេះជាមួយនឹងចមានការឆុងហើយមួយកាត់ឡើងជាមួយតួខែចំពោះការឆុងបែបនេះវាបង្ហាញឲ្យយើងឃើញអំពីសម្ព័ន្ធភាពរវាងប្តីប្រពន្ធហ្នឹងគឺមានជនទី3នេះលុកលាន់ហើយណាហើយតើកាត់ឡើងនៅទីណាវាអាចកាត់ឡើងអំពីមនុស្សដែលស្គាល់គ្នាមិត្តភ័ក្តិឬក៏នៅទីតាំងកន្លែងការងារណាហើយយើងមើលបន្តទៀតដើម្បីលម្អិតរកាតួថ្ងៃនេះបានរត់ទៅឆុងជាមួយថោះនៅលើតួម៉ោងមួយតង់ទៀតអញ្ចឹងបញ្ជាក់ឲ្យយើងឃើញថាទំនាក់ទំនងស្នេហានេះវារត់មករកនេះកូនចៅនេះអញ្ចឹងបញ្ជាក់ថាបរិសដែលជាផ្សារមីនេះគឺបានបង្កើតស្នេហាទី3ជាមួយនៅកន្លែងធ្វើការងារជាមួយកូនចៅនេះណានេះជាការមើលរិស័យអំពីរឿងរ៉ាវស្នេហ៍ជនទី3ណាអញ្ចឹងយើងមើលបែបហ្នឹង